នៅថ្ងៃសុក្រទី23មករាជនជាតិកូរ៉េចំនួន73រូបនឹងត្រូវបញ្ជូនចេញពីប្រទេសកម្ពុជាទៅអនុវត្តទោសនៅឯប្រទេសកូរ៉េជុំវិញការប្រព្រឹត្តបទល្មើសឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជានេះបើតាមការចុះផ្សាយរបស់សារព័ត៌មានយន្តហ័ព្ទនៅថ្ងៃប្រហ័សទី22ខែមករាដែលបានស្រង់សម្ដីអ្នកនាំពាក្យប្រធានាធិបតីកូរ៉េជនជាតិកូរ៉េទាំង73រូបមានជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មឆបោកអនឡាញសម្ដៅឆបោកពលរដ្ឋកូរ៉េដែលគិតជាទឹកប្រាក់សរុបប្រមាណជាង$30,000 លានអាមេរិកបើតាមសារព័ត៌មានកូរ៉េយន្តហ័ព្ទជនជាតិកូរ៉េទាំង73រូបនឹងត្រូវបញ្ជូនចេញពីកម្ពុជាតាមជើងហោះហើរមួយរបស់កូរ៉េនៅព្រឹកថ្ងៃសុក្រទី23មករាវេលាម៉ោង 9:10 នាទីព្រឹកអ្នកនាំពាក្យប្រធានាធិបតីកូរ៉េលោកស្រីកាំងយូជុងបញ្ជាក់ប្រាប់សារព័ត៌មានកូរ៉េយន្តហ័ព្ទថាជនជាតិកូរ៉េទាំង73រូបត្រូវបានឃាត់ខ្លួនក្នុងប្រទេសកម្ពុជាពីបទឆបោកក្នុងទឹកប្រាក់ជាង$33 លានអាមេរិកពីជនរងគ្រោះជនជាតិកូរ៉េចំនួន869នាក់គួរកត់សម្គាល់ថានេះជាការបញ្ជូនជនសង្ស័យជាជនជាតិកូរ៉េដ៏ច្រើនមិនធ្លាប់មានក្រោយសមាជិកកូរ៉េនិងកម្ពុជាបានសហការគ្នាស៊ើបអង្កេតលើករណីឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជាលោកស្រីកាំងយូជុងបានបន្ថែមថាក្រុមអ្នកស៊ើបអង្កេតរួមនៃប្រទេសទាំងពីរបានឆ្មក់ចូលទីតាំងឆបោកអនឡាញចំនួន7ទីតាំងរួមមាននៅក្នុងក្រុងព្រះសីហនុក្រុងប៉ោយប៉ែតនិងខេត្តមណ្ឌលគិរីដើម្បីចាប់ខ្លួនក្រុមជនសង្ស័យបើតាមអ្នកនាំពាក្យប្រធានាធិបតីកូរ៉េដដែលរូបនេះជនសង្ស័យទាំង73នាក់នឹងត្រូវប្រគល់ឲ្យអាជ្ញាធរសេអ៊ូលស៊ើបអង្កេតភ្លាមៗនៅពេលដែលពួកគេទៅដល់ប្រទេសកូរ៉េវិញនិងថារដ្ឋាភិបាលកូរ៉េមានគម្រោងរឹបអូសរាល់ទ្រព្យសម្បត្តិរបស់ក្រុមជនសង្ស័យដែលបានលាក់ទុកសូមជម្រាបថាយុទ្ធនាការតាមប្រមាញ់ក្រុមអ ក្រិតជនឆបោកអនឡាញរបស់កូរ៉េពេលនេះធ្វើឡើងបន្ទាប់ពីមាននិស្សិតកូរ៉េម្នាក់បានស្លាប់អំឡុងពេលធ្វើដំណើរមកវិស្សមការរដូវក្តៅនៅកម្ពុជាកាលពីខែសីហាឆ្នាំ2025រឿងរ៉ាវមួយនេះកាលនោះត្រូវបានកាសែតក្នុងស្រុកកូរ៉េខាងត្បូង The Korea Times ចុះផ្សាយកាលពីថ្ងៃទី10ខែតុលាឆ្នាំ2025ថានិស្សិតកូរ៉េរូបនោះត្រូវបានគេចាប់ចម្រិតនិងធ្វើទារុណកម្មក្នុងស្រុកខ្មែរចំណែកប្រធានាធិបតីកូរ៉េលោកលីជាមយ៉ុងក៏បានបញ្ជាឲ្យក្រសួងការបរទេសកូរ៉េចាត់វិធានការទូទាត់គ្រប់សពបែបយ៉ាងដើម្បីឆ្លើយតបទៅនឹងសំណុំរឿងឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជា